ជំរាបសួរអតិថិជនទាំងអស់គ្នាសម្រាប់រថយន្តដែលខ្ញុំចង់បង្ហាញបងថ្ងៃនេះខ្ញុំជឿជាក់ថារថយន្តនេះគឺជារថយន្តដែលបងកំពុងតែស្វែងរកដូចគ្នាចាចង់ដឹងថាហេតុអីបានខ្ញុំថារថយន្តនឹងបងកំពុងតែស្វែងរកឥឡូវយើងទៅមើលមកជុំទាំងអស់គ្នាចាចំណុចទី1ដែលសំខាន់ជាងគេទៅលើរថយន្តមួយគ្រឿងនេះគឺរថយន្តនេះគីឡូម៉ៃត្រឹមតែ23,000ម៉ៃជាងទេចាគីឡូម៉ៃស៊ីនហើយមកជាមួយនឹង option full option ចា full option គឺមកជាមួយនឹងកាមេរ៉ាមុខកាមេរ៉ាក្រោយហើយមាន sensor កាំងមុខកាំងក្រោយចាហើយ option ផ្សេងទៀតចាមកជាមួយនឹង remote engine start បានន័យថាបងអាចបញ្ឆេះពីចម្ងាយបានហើយសម្រាប់រថយន្តមួយគ្រឿងនេះគឺមានប័ណ្ណ sticker ចានៅលើកញ្ចក់ចានៅលើកាំងចឹងបងឃើញពណ៌កាំងនេះខុសគ្នាឃើញទេបងអានេះរៀងស្អាតជាងអានេះដោយសារតែគាត់បិទ sticker ហើយ sticker នេះគឺបិទតាំងពីអាមេរិកមកម្លេះហេតុអីបានខ្ញុំដឹងដោយសារតែរថយន្តមួយគ្រឿងនេះគឺអតិថិជនគឺគាត់បានចាទិញពីខាងខ្ញុំទៅឥឡូវគាត់យកមកវាយដូរចឹងបងដែលគាត់ចាប់អារម្មណ៍ជាមួយនឹង Lotus CHS 250H ស៊េរីឆ្នាំ2010ចា full option អាចអញ្ជើញមកមើលផ្ទាល់នៅ MK បានចង់ដឹងថាព័ត៌មានដែលខ្ញុំនិយាយប្រាប់បងចាគីឡូម៉ៃតិចចា option ហ្នឹងគឺវាប៉ិតមែនអត់អញ្ចឹងណាបងហើយសម្រាប់រថយន្តមួយគ្រឿងនេះចាស្លាកលេខ 2CA បងទាំងអស់គ្នាចាគឺគាត់ប្រើចាគាត់ធ្វើស្លាកលេខនៅខែ9ឆ្នាំ2024ចាខែ9ឆ្នាំ2024បើគិតដល់ឥឡូវចាអត់ទាន់បានមួយឆ្នាំទេចឹងបងដែលគាត់ចង់បានរថយន្តស្លាកលេខនៅថ្មីនៅស្អាតគីឡូម៉ៃតិចនៅភ្លឹងចាមើលមកគ្រឿងនេះបានមកជាមួយនឹងសេតកៅអីចាសេតកៅអីមាន3បងហើយកៅអីចុចទាំងសងខាងនិយាយទៅពលិស៊ីធម្មតាទោះបីជា option ធម្មតាក៏កៅអីចុចពុកស្បែកមកដែរកម្រមានឃើញមកពុកកម្មញ្ញៃអត់មានកៅអីចុចកម្រមែនតែនមើលដៃចកូនមកមើលអក្សរមើលបតុងនិយាយទៅអត់មានអាលុបសុំបីតែមួយអក្សរបងចាអត់មានអាលុបទេគឺនៅស្អាតទាំងអស់ហ្មងដៃចកូនអីគឺនៅភ្លឹងអានេះដៃចកូនស៊ីនណាបងចាហើយម៉ៅអីបងឃើញធម្មតាឡានពួក XS ណាអាកន្លែងម៉ៅនេះហើយនឹងកន្លែងក្រង់ចានៅពេលដែលបញ្ឆេះទៅគឺឡើងពណ៌ទឹកតែហ្មងអេក្រង់នៅពេលដែលយើងបញ្ឆេះវាឡើងមកចឹងហើយពណ៌វាគឺអត់មានទឹកតែទេបងចាពណ៌វាគឺនៅថ្មីសស្អាតហ្មងចាហើយកាមេរ៉ាក្រោយបងមើលកាមេរ៉ាក្រោយគឺច្បាស់ល្អមែនតើឃើញទេបងចាកាមេរ៉ាមុខកាមេរ៉ាក្រោយគឺនៅច្បាស់ល្អចឹងបងដែលគាត់កំពុងតែស្វែងរកជាមួយនឹង Lotus CHS 250H ខ្ញុំ recommend ឲ្យបងមកមើលមួយគ្រឿងនេះហ្មងនេះគីឡូម៉ៃដែលខ្ញុំនិយាយមិញណាបងអាច check ជាមួយនឹងCafe check ជាមួយនឹងOra check បានចង់ដឹងថាគីឡូម៉ៃហ្នឹងវាចាដូចអ្វីដែលខ្ញុំនិយាយមែនអត់ចឹងហើយបងអាចអញ្ជើញបញ្ជីសាកឡើងពងមើលបានអីបានចាហើយបងមើលនេះពុកអីគឺពុកស៊ីនមកចាអត់មានលហែកអត់មានអីទេធម្មតាពុកខាងតកងខាងអ្នកជីខាងមុខហ្នឹងភាគច្រើនមកមានលហែកកែមចេះរបៀបដូចវាប្រេះហ่าបងតែមួយគ្រឿងនេះវានៅស្អាតល្អចាវានៅស្អាតល្អយើងអត់ចាំបាច់ដេរឡើងវិញឬមួយក៏ធ្វើអីទេចាហើយពាក់ព័ន្ធជាមួយនឹងខាងក្នុងដូចនេះកន្លែងនេះអីគឺនៅស្អាតទាំងអស់បងចាអញ្ចឹងបងចាប់អារម្មណ៍ចាអញ្ជើញមក MK ហ្មងមកចាអញ្ជើញមកថ្ងៃហ្នឹងក៏បានដែរបងចាយើងដូរស្រីតនមុនចូលឆ្នាំខ្មែរណាបងណាចាហើយបើកដបូលបានណាបងនិយាយទៅពលលុយស៊ីបើកដបូលបានទាំងអស់ដូចគ្នាចាភាគច្រើនហ្មងគឺបើកដបូលបានកម្រដែលអត់បើកដបូលភាគច្រើនពលលុយស៊ីគឺបើកដបូលហើយសម្រាប់បើកដបូលគឺដបូលធំល្អស្រួលបងចាចង់អឺតឡើងអីបានអញ្ចឹងណាទៅខេត្តដូចទៅកំពង់សោមទៅកពតចាមណ្ឌលគិរីអីចាយើងអឺតមើលទេសភាពបើកខ្យល់អាកាសចូលអីបានចាឥឡូវយើងមកមើលប្លុកម៉ាស៊ីនបងសម្រាប់ប្លុកម៉ាស៊ីននេះចាគឺយើងអត់ម៉ាស្សាអត់វាយអាឡងអត់លាងទឹកអត់អីទេនិយាយទៅរាល់វីដេអូដែលខ្ញុំបង្ហាញពីប្លុកម៉ាស៊ីនខ្ញុំតែងតែនិយាយពាក្យហ្នឹងហ្មងព្រោះដោយសារតែយើងអត់ទាន់ធ្វើអីមែនអញ្ចឹងបងចាប់អារម្មណ៍អាចតំណែងមកខាងបងអូនបានតាមរយៈលេខទូរស័ព្ទ085 070 913636ទីតាំងរបស់បងអូននៅខាងក្រោយ Hotel Intercon នៅលើផ្លូវ430កែងជាមួយនឹងផ្លូវ205នៅម្ដុំផ្លូវក្រោយប៉េរូស៊ីចាសម្រាប់រថយន្តនៅ MK បងចង់ទិញដាច់ក៏បានបងមលោះក៏បានវាយដូរក៏បានបងចង់យកមកវាយដូរឲ្យបងមលោះតទៀតក៏បានដែរចាចាប់អារម្មណ៍កុំភ្លេចតាក់ទងមក MK អរគុណជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ